មានបងប្អូនរស់នៅជាច្រើននៅទីនោះហើយមានអ្នកភូមិម្នាក់បានទៅបរបាញ់សត្វហើយក៏ចាប់ផ្ដើមប្រមាញ់ទៅសត្វខ្លាមួយប៉ុន្តែខ្លានេះគឺជាកូនខ្លានោះទេហើយខ្លានោះវាក៏បានមកសងសឹកអ្នកភូមិនេះផងដែរប៉ុន្តែអ្នកភូមិនេះគេក៏ចាប់ផ្ដើមទប់ទល់ជាមួយនឹងសត្វខ្លានោះហើយខ្លានោះវាមិនព្រមចុះចាញ់នោះឡើយដោយសារបុរសម្នាក់ដែលជាព្រានព្រៃទៅប្រមាញ់នោះបានប្រមាញ់កូនរបស់វាហើយមេខ្លាទាំងពីរនេះវាមិនព្រមនោះទេវាក៏ចាប់ផ្ដើមរកឱកាសវាប្រហារអ្នកភូមិនេះផងដែរហើយអ្នកភូមិនេះគេតែងតែប្រុងប្រយ័ត្នជានិច្ចមិនឲ្យក្មេងៗដែលនៅក្នុងភូមិចេញទៅក្រៅនោះឡើយតែថ្ងៃមួយមានក្មេងប្រុសម្នាក់កំពុងតែងូតទឹកនៅខាងក្រោមរបាក់ប្រហែលជា4រសៀលក៏ត្រូវបានខ្លានោះខំអូសចេញពីភូមិទៅប៉ុន្តែអ្វីដែលចម្លែកនោះវាបានបន្សល់ស្រាក់ស្រាមទុកដៃម្ខាងនៅក្នុងភូមិនេះផងដែរវាមើលទៅហាក់បីដូចជាគួរឲ្យខ្លាចខ្លាំងណាស់ហើយមេភូមិក៏ចាប់ផ្ដើមឲ្យអ្នកភូមិចាប់ផ្ដើមប្រមាញ់សត្វខ្លានោះផងដែរហើយអ្នកភូមិក៏ចាប់ផ្ដើមទៅប្រមាញ់សត្វខ្លានោះតែប្រមាញ់បានតែម្ញីនោះទេអាឈ្មោលវាចាប់ផ្ដើមចុះលុកលុយនៅក្នុងភូមិនេះផងដែរធ្វើឲ្យខ្លានោះវាមិនសុខចិត្តនោះឡើយដោយសារសម្លាប់កូនរបស់វាហើយមកសម្លាប់ម្ញីរបស់វាទៀតវាក៏ចាប់ផ្ដើមចូលមកលុកលុយអ្នកភូមិហើយអ្នកភូមិដែលចេះមន្តអាគមឬក៏ជាព្រានព្រៃនោះក៏ត្រូវបានវាស៊ីជាបន្តបន្ទាប់ផងដែរអ្នកភូមិចាប់ផ្ដើមច្រឡាចោលផងនោះមេភូមិក៏ចាប់ផ្ដើមថាគាត់នឹងទៅប្រមាញ់វាដោយខ្លួនឯងមេភូមិនេះគាត់ឈ្មោះថាមេភូមិថានេះគាត់ពិតជាមានអាគមខ្លាំងយកតែមែនទែនហើយប៉ុន្តែនៅតែយកឈ្នះវាមិនបានផងនោះវាក៏ត្រូវបានខំសម្លាប់លោកមេភូមិនេះផងដែរហើយវាក៏ចូលលុកលុយភូមិនេះអ្នកភូមិមិនអាចរស់នៅបានទីនោះទេអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាចាក់ចេញពីភូមិនេះប៉ុន្តែនៅតែនារីម្នាក់នោះទេសល់ប៉ុន្មានគឺវាសម្លាប់ចោលទាំងអស់ហើយក៏មានបរិសុទ្ធម្នាក់បានចូលទៅជួយភូមិនេះផងដែរប៉ុន្តែអាចបាញ់ឲ្យខ្លានេះខ្វាក់ភ្នែកមួយចំហៀងតែប៉ុណ្ណោះវាក៏បានបោចចេញពីភូមិនេះរត់ទៅក្នុងព្រៃបាត់ទៅហើយអ្នកប្រមាញ់ខ្លានេះគឺជានាយៈបើនិយាយឈ្មោះគាត់ពេញទៅគឺឈ្មោះថាតាយៈត្រូហើយតាយៈត្រូនេះគាត់ក៏មិនធម្មតានោះដែរបងប្អូនចង់ស្ដាប់រឿងនៅក្នុង Channel ពេញបងប្អូនអាចចូលស្ដាប់ Channel ចៅប៉ែខ្ញុំបានរឿងយើងក៏មានតែប៉ុណ្្នឹងផងដែរជម្រាបលាបងប្អូនបាយបាយ